ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរយើងនឹងមកបង្ហាញពីការ download Visual Box និង Ubuntu iOS ដើម្បី download វាយើងចូលទៅខាង Google មកហើយយើង search ទៅ Visual Box យើងចូលទៅ Visual Box download ហើយយើងទៅ select Windows ដែលអ្នកប្រើ Windows ហើយវានឹង down ឲ្យយើងចាំផ្លែទៅហើយយើងទៅ down Ubuntu install ហើយទៅមកទៀតយើង click ទៅលើ server ទៅហើយយើង download វានឹងចូលទៅតែដោយសារខ្ញុំ download ហើយខ្ញុំត្រូវការវាពីនេះទេខ្ញុំនិយាយតែដើម្បី download វាយើង select លើ Visual Box ដើម្បីយើងកាត់យើងមិនណាយើងណាយ៉ាអានេះយើងទៅយើង finish ឥឡូវពេលយើង install Visual Box ហើយយើងបើកកម្មវិធីវាទៅហើយយើងគិតនេះហើយយើងសរសេរឈ្មោះវាណាឈ្មោះមួយណាតែមកទៀតយើងដាក់ location file ទៀតយើងយក iOS មកដាក់ចូលណាយើងដោតឲ្យមិញហ្នឹងមកទៀតយើង set up ដាក់ឈ្មោះដែរណាប្រហែលដែរហើយដាក់លេខកូដ1 2 3ទៅទូចាំអានេះដាក់តាមទំហំកុំព្យូទ័រដែលអាចតាមបាននេះដូចគ្នាយើងចាំឲ្យវាតាមចឹងទៅហើយចាំឲ្យយើង close វាសិនយើងតែកលើវាឲ្យទៅយើងចូលទៅ storage យើងផ្លេចលើនេះហើយយើងដាក់ USB ចូលទៅiOS ចូលទៅហើយយើង OK អាបានយើងចាប់បានឡើងមកទៀតយើងនេះធម្មតាគឺពី message យើងគឺហ្នឹងហើយយើង enter ទៅនេះយើងចាំមកទទួលដែរបាត់ចេញហើយយើងនឹងទទួលទៅពេលរំពេលយើងចាំមកទទួលយើងឃើញកន្លែង keyboard នេះហើយយើងយកភាសាអង់គ្លេសទៅយើង arrow key down up ដើម្បីស្រេចង់ select មួយណាហើយយើង enter ទៅយើងយក continue without updating ទៅយើងដាក់ down មកយើង down ទៀតណា down យើង click លើ down ទៀតហើយមកទៀតយើង arrow key down ហើយយើង continue យើង arrow down ណាដល់តែ down ហើយយើង click down ទៀតណា down ហើយ continue នេះយើងសរសេរឈ្មោះយើងសរសេរឈ្មោះយើងមិញណាហើយពីដល់ password យើងចូលខាងនេះទៅហើយ down continue ហើយពី down
ហើយយើងចាំតិចទៅព្រោះវាកន្លែងនេះរៀងយូរដែរអញ្ចឹងយើងចាំតិចទៅហើយហើយពេលដែល install ហើយយើងឃើញពាក្យកន្លែងនេះ install complete កន្លែងជួបហើយតាមទៀតយើងឃើញបាត់icon មួយទៀតគឺ reboot យើងចុច reboot now ទៅហើយចាំ flash តិចទៀតទៅហើយយើងវាយ command នេះមួយដើម្បីអាប់ដេតវា WAO ARM គឺយើងវាយវាយ QWB ពេលអ្នកវាយ command ហ្នឹងបើឃើញវាចេញជាឈ្មោះយើងមានន័យថាយើង install កន្លែង command ហ្នឹងហើយអញ្ចឹងទៅយើងអាចសរសេរមក sudo update យើងសរសេរមកគឺsudo update យើងដាក់លេខកូដមកលេខកូដវាអត់ឲ្យយើងឃើញទេហើយយើង enter ទៅពេលយើងបើ update ហើយយើងអាច shut down កុំព្យូទ័រនឹងបានអញ្ចឹងដើម្បី shut down យើងដាក់ sudo shut down now ហើយគឺថា តាមជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរយើងនឹងមកបង្ហាញពីការ install secure shell ឬយើងហៅកាត់ថា SSH តែមុននឹងយើង install របស់វាយើងគួរតែយើងស្គាល់ function មួយចំនួននៅក្នុង Oracle VirtualBox សិនឬមុនដំបូងដូចជា clone យើងប្រើ clone ដើម្បីការពារនៅពេលដែល server យើងមានបញ្ហាអីមួយហើយយើងធ្វើហួសហើយយើងត្រូវតែ restart វាវិញអញ្ចឹងយើងដើម្បី clone របស់វាយើងត្រូវ right click មក clone ហើយយើងកែឈ្មោះតាមចិត្តមកហើយយើងដាក់ location តាមណាក៏បានដែរហើយយើងចុច finish ទៅហើយយើងស្គាល់វានឹកនឹងវានឹងបង្ហាញឲ្យយើងមើលឃើញតែមកទៀតដើម្បីចូលទៅ install យើងមើល network របស់យើងសិនអញ្ចឹងយើង right click វាមកទៅ setting ទៅ network យើង change ទៅ preacher adapter ទៅវានឹង auto select ឲ្យយើងហើយតែនៅពេលខ្លះកុំព្យូទ័រពេលយកមកមុនដំបូងបើអ្នកទាំងអស់គ្នាឃើញnot selected មានន័យថាកុំព្យូទ័រវាអត់បានភ្ជាប់ចូលទៅក្នុង Wi-Fi របស់យើងទេអញ្ចឹងដើម្បីធ្វើអញ្ចឹងយើងគួរតែuninstall វាហើយ reinstall វាឡើងវិញយើង right click វាមកហើយយើងចូល run administrator ទៅយើង yes ទៅយើងចុច next ហើយយើងចុច remove ហើយយើងចុច next តាមហ្នឹងទៅ remove ហើយ next តាមហ្នឹងទៅហើយយើង install វាឡើងវិញទៅតែឥឡូវបើយើងមានហើយយើងមិនបាច់ចាំគិតទេយើងចុច start វាមកឥឡូវយើងមកដល់កន្លែងនេះយើងដាក់ឈ្មោះ server របស់យើងសិនណាមកទៀតដាក់ password ដែលមើលអត់ឃើញទេណាឥឡូវមុនហ្នឹងយើងបង្ហាញ command មួយដើម្បី clear ថាយើងគ្រាន់តែវាយ clear command clear ទៅវានឹងបាត់អស់ហើយវាដើម្បីស្រួលមើលដោយសារយើងធ្វើ install SSH ហ្នឹងគឺយើងទៅសេ command នឹងច្រើនបន្តិចអញ្ចឹងដាក់ទៅ step មុនដំបូងយើងដើម្បីទៅសេដើម្បី install វាគឺយើងដាក់ sudo API update ហ្នឹងណា sudo API update
đặt cái code dương nó dương về lấy rồi dương install hai hói dương tầm tầm một tiền comment nick dương bây giờ thời chẳng bạch vay tế dương ở thời càng thì dương tìm nó năm mà tiết dương từ install as a package mình dương install open SSS server chẳng dương vay tam nâng nó do apt hay dân phải trực giác người đại hay dân chăm cho chị tới lỡ install hai hồi tay nên sẽ hẹp muối trong cái lại ní về dân vay comment nó nhưng mà mình xua dân tha dân phải trực giác họ tại bởi dân trong các dân ai ở vay đặt đá dạ vài đường máu cứ dân ship cái lại dạ là ngày tình thái với cua na lỗ dân cùng dân trực giác nó về khỏi được từ lấy dân mau enable SS ở mình sẽ tam Windows system so enable rồi mà tiếp dương click status SS một đoạn comment một mùi tiếp nào advanced system tí rồi thôi lấy dân châu mà mơ allow firewall vì sudo ufw allow ssa cứ bởi dân khơi vi vào mũi nó cứ version mà điện tầm update ta lấy khơi nhà làm thay comment để vi hiện trở nên lựa ecran chẳng dân của ta clear về sao thôi lấy mặt ở trong nội static mũi thì IPនេះគឺនៅជានេះហើយយើងយកលេខនឹងយកមកប្រើនៅក្នុង CD នៅក្នុងយើងយកមកប្រើនៅកន្លែងនេះហើយយើងបើកវាកុំព្យូទ័រយើងមក set people PowerShell យើងត្រូវដាំវាជា administrator pin safety chúng ta sẽ ai dùng thay ở khi đỏ slash như vậy đã ready buồn thử hay cái đã thêm có là gì có lo người ta dùng thử thử lấy dương sẽ thấy cái này còn với cái SS username nhưng mà đặt thêm nữa rồi SSH không phải để đặt cái câu tiếng nào rồi chỉ bởi dân châu này lấy dân sáng cũng đã khu rồi một tiếp thì tập gì điện biết confirm nên tham việc đôi cùng cùng tầm bảo dương đấy tránh dương ở thằng này video nó chạp thầm lần mình thu nhập được ở những ngày đó như là một hai kiểm tra với basic command trong bot SSA tại môn ngờ vay command nó dương của tại bao visual box tên nó hay dương run server bảo dương và mình tiếp dương vay IP nó làm bay mơ IP bảo dương
សារនេះIP របស់យើងវាបានផ្លាស់ប្ដូរដោយសារយើងធ្វើ Wi-Fi អញ្ចឹងយើងត្រូវសរសេរ IP របស់យើងនឹងតាមគេប្រាប់ទៅយើងបើក PowerShell មកមានចំណុចនេះអញ្ចឹងយើង log in យើងមក update ឈ្មោះ server ហើយដាក់ IP ទៅចូលវិញយើងចូលហើយហើយដើម្បី basic command នេះយើងស្គាល់អស់ហើយគឺ who I am who am I pwd ហើយ sudo update ហើយ upgrade ឥឡូវយើងវាយចូលនៅក្នុង terminal វិញហ្នឹងមើលហើយវាឲ្យ pwd អូខេហើយយើង clear វាទៅយើងដាក់ sudo update ចូលចាំផ្លែទៅអត់ពេលយើងបានតែហើយយើង run sudo API update upgrade មកចូលយកមកយើងចាំទៅបើយើងធានហើយយើងចុចអូខេមកមិនបាច់ទៅណានិយាយមកយើងបាត់ឥឡូវយើងមកដល់ command ថ្មីនេះហៅថាឥឡូវយើងមកដល់ command បន្តគឺ touch ឈ្មោះ file ពេលនេះគឺយើងបង្កើតfile text ឧទាហរណ៍ឥឡូវយើងដាក់មកដាក់ touch ឈ្មោះfile មកយើង enter ឥឡូវយើង type file បង្កើត file ហើយតែយើងមើលមិនបាត់ដឹងថាវាបង្កើតមកមានបាត់វាវាយ command ls ដាក់ l នេះ file ឈ្មោះរបស់យើងបង្កើតមកនេះឥឡូវខ្ញុំមកបង្ហាញកន្លែង link ទៅម្ដង echo hello វាគាត់និយាយការ print text មកក្នុង text ហ្នឹងខាងខំមានឃើញវា print text នឹងដែលយើងសរសេរមកតែឥឡូវយើងពេញ icon ទៅយើង clear វាទៅណាទៅមកដល់នេះម្ដងតានេះវាខុសគ្នាណាស់ឥឡូវយើងដាក់មក ls ណាអ្នកនរគ្នាបានឃើញfile ដែល detail របស់ file ហ្នឹងហើយតែមកទៀតខ្ញុំសរសេរ ls ហើយអូខេមកមូលហេតុដែលយើងអត់ឃើញកាយដោយសារតែ file ហ្នឹងវាទៅពេលវាមានតែក្នុងហ្នឹងតែបើវាពេលដែលយើងប្រើ ls-la ហ្នឹងគឺយើងឃើញកន្លែងនេះ format របស់វាកន្លែងនេះគឺវាសរសេរបាយវាគឺជាសរសេរលេខសុទ្ធមកអត់ convert ហើយបើនេះវិញវានឹង shortcut word នឹងឲ្យយើងឧទាហរណ៍បើនេះ2លានអញ្ចឹងនេះនឹងដាក់គេដាក់ 2m ហើយដើម្បីឲ្យយើងស្រួលអានឡងថាខៅនេះវិញអាវាដើម្បីងាយស្រួលដើម្បីអានចុះ command នេះវា command នេះដើម្បីបង្កើត folder នេះខ្ញុំបាទកម្មជាពីឯកអត់ឃើញក៏យើងដាក់ខ្ញុំណាស់នេះ
đang tham việc học hết data ở mơ po cái tới mình đang tham cái folder nhưng sự sẽ bị folder nó phải làm đây ở cầm nọt như cái folder đi nào mình lấyนี่คือเป็นของเดียวกับแบบเอาละhay là cái chơi đồng viên cài được cả hai được kẹp mìnhแล้วមាន comment មានប៉ុណ្្នឹងទេហើយបើយើងមុនយើងថាយើងគួរតែចាប់កុំព្យូទ័រចាប់វា down ទៅហើយ comment នេះគឺធម្មតាទេគឺ sudo shut down យ៉ាហើយនេះ comment គឺប៉ុណ្្នឹងទេសូមអរគុណអ្នកនរដែលបានមើលហើយអ្នកនរបានឃើញដែរគឺកុំព្យូទ័រ Visual Box ក៏វាបិទឲ្យដែរជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរយើងនឹងមកបង្ហាញពី basic command មួយចំនួនទៀតហើយនឹងCMD សម្រាប់ monitor hardware ឥឡូវយើងចាប់ផ្ដើមមកគឺយើង log in ចូលទៅក្នុង SSH របស់យើងមកយើងមុនដំបូងគឺយើង check IP របស់យើងសិនមក192 166 110 273យើងតេស្ត ping មុនមកតាមមកទៀតយើង log in SSH ឈ្មោះ server យើង hashtag ហើយ IP យើងហ្នឹងមក password ហើយឥឡូវមុនចូលយើងត្រូវយើងនៅស្គាល់ whomi pwr ls ហើយ ls-h lh ហើយ clear ហ្នឹង command មួយចំនួនដែលយើងនឹងយកមកប្រើឥឡូវយើងដាក់ whomi សិនមកដើម្បីដឹងថាយើងចូល server ត្រូវហើយ cwd ក៏ត្រូវដែរតាមមកទៀតឥឡូវយើងចូលមកលេខ1 check computer name អញ្ចឹងដើម្បី check computer name បានគឺយើងដាក់ពាក្យ local host name ទៅសេពាក្យ host name មកវាចេញមកហើយអញ្ចឹងមានន័យថាយើងធ្វើត្រូវហើយតាមមកទៀតទី2គឺ create file ដើម្បី create file យើងទៅសេពាក្យ touch ហើយ file name មក touch .txt ពេលយើងបង្កើតអញ្ចឹងយើងអត់ដឹងថាយើងបានបង្កើត success ហើយអញ្ចឹងយើងអាចប្រើ ls បានដើម្បីមើលដើម្បីថាយើងបង្កើតមកអត់ ls ឃើញយើងបង្កើតមកនេះ ls ឃើញយើងមានពាក្យថា sort.attack អញ្ចឹងតាមមកទៀតយើងមើលវិធីទី3 copy file ដើម្បី copy file បានយើងគ្រាន់តែទៅសេcp មកហើយយើងដាក់ឈ្មោះ file ដែលយើងចង់ប្រើគឺ o មកតាមមកទៀតយើងទៅសេឈ្មោះថ្មីមួយឲ្យយើងសួរមើលហើយយើងដាក់មក cp sort.txt ហើយយើងចង់ copy file ហើយយើងសេឈ្មោះថ្មីយើងចង់និយាយថានេះយើងសេ san.txt ហ្នឹងទៅយើងបង្កើតហើយដើម្បីមើលដឹងយើងដាក់ ls មកដើម្បីមើលនេះយើងបានបង្កើតហើយយើង clear មកតែមកទៀតឥឡូវយើងដល់ទី4គឺយើង enter notepad ពេលយើងបង្កើត exe មិញយើងចង់ទៅសេ text នៅក្នុងហ្នឹងដើម្បីទៅសេបានយើងទៅសេ nano ឈ្មោះ file nano.txt នេះយើងចូលមកហើយនេះ command មួយចំនួនដើម្បីប្រើប្រាស់របស់វាឥឡូវយើងទៅសេមក hello world ហើយឥឡូវដើម្បី exit វាគឺយើងនេះមក control x ហើយយើងចុច y yes or no ហើយ cancel yes ហើយ enter ហើយយើងចេញមកហើយឥឡូវដល់ទី5 show text in notepad យើងបង្ហាញ text ដែលយើងទៅសេបានវិញអញ្ចឹងដើម្បីទៅសេបានយើងទៅសេពាក្យ cat មកហើយឈ្មោះ file របស់យើង cat sort.txt នេះ hello name my name is sort តាមមកទៀតយើង remove ម្ដង remove file ហើយដើម្បី remove file បានយើងទៅសេពាក្យ rm file name
មើលអấm mấyយើងបើក ls មើលមួយមកយើងមាន file 2 page ហើយយើងទៅសេពាក្យមក ấm sl.txt យើងអត់ឃើញអីទេដឹងថាវាបាត់អត់ទេអញ្ចឹងយើងដាក់ ls មកឃើញវាបាត់អីអញ្ចឹងមួយទៀតយើងមាន _v file name អាហ្នឹងយើងប្រើដើម្បីដឹងដើម្បីគេបង្ហាញ message មួយថាវា success ហើយចាំមើលយើងបង្កើត file ថ្មីយើងបង្កើត file ថែមមួយនេះយើងដាក់ file នេះចូលមកវិញហើយបើកមើល ls មកយើងបង្កើត file នេះឡើងវិញហើយអញ្ចឹងយើងប្រើ message នេះមកយើងទៅសេ _v sans text នេះ remove sans text ហើយដល់បើក ls មកក៏បាត់ដែរហើយ clear នេះញ៉ៃតិចឥឡូវយើងមកដល់ទីចំណុចទី7 create folder ដើម្បី create folder បានយើងទៅសេ command simple command ហ្នឹងមក mkdir ឈ្មោះ 001 យើងមើលឲ្យឃើញទេអញ្ចឹងយើងបើក ls មកដើម្បីមើលថាយើងបានបង្កើតអត់នេះពេលយើងបើកបង្កើត folder គឺវាខុសគ្នាបន្តិចវាមានពណ៌អានេះគឺ text ធម្មតាឥឡូវយើងមកស្គាល់ command ដើម្បីចូលទៅក្នុង file ហ្នឹងគឺដាក់ cd. ឈ្មោះ file ហើយ cd ធម្មតាឥឡូវយើងដើម្បី enter file ហ្នឹងគឺយើងដាក់មក cd. /001 យើងចូលហើយឥឡូវយើងដាក់ cd ធម្មតាមកយើងចេញពី file folder ហ្នឹងហើយដល់មកទៀតយើងដល់ចំណុចទី9គឺយើង add file into folder តែនេះយើងគឺ add file sort នេះ tag នេះទៅចូលទៅក្នុងនេះម្ដងអញ្ចឹងយើងទៅសេមក cp ឈ្មោះ file / ហើយ folder name កុំច្រឡំមួយកូដនេះសោះព្រោះនេះវាមាន slash នេះទេអូខេអញ្ចឹងយើងដាក់មក cp sort.text /001 ឥឡូវបើយើងចង់ដឹងមើលយើងដាក់ ls វាអត់ដឹងទេយើងទៅសេ cd 001យើង ls ឃើញមាន tag នៅក្នុងហ្នឹងតែមកទៀតយើងមកមើលចំណុចទី10ម្ដងគឺការ remove folder វាមាន3ប្រភេទយើងមាន rmdir folder ហើយយើងថែម /v ដើម្បីបង្ហាញ folder ឥឡូវយើងទៅសេមក rmdir.v ឈ្មោះ folder យើងគឺឈ្មោះ that connection sorry អ្នកទាំងអស់គ្នាមិញយើងដល់ចំណុចទី10 remove folder ដើម្បីឥឡូវយើងមើល folder របស់យើងដាក់ cd មក001ហើយ ls ដើម្បីមើលឃើញនៅក្នុង file ហ្នឹងឥឡូវយើងចេញពីហ្នឹងសិនមកហើយយើងទៅសេ rmdir ឈ្មោះ file folder នេះវានឹងចេញ message folder cannot be removed ដោយសារមូលហេតុដែល remove បានព្រោះយើងមាន tag នៅក្នុងហ្នឹងឥឡូវយើងនេះបានយើងប្រើ command នេះមកគឺយើង remove ទាំង folder ហើយទាំង file ក្នុងហ្នឹងមកយើងសេមក rm-rv 001វា remove ទាំងនេះហើយគេវា remove ទាំងនេះនឹងទៀតហើយចង់ដឹងថាវាបាត់អត់យើងដាក់ ls មកឃើញយើងមក 001 cd យើងបាត់ cd របស់00 folder របស់យើងបាត់ហើយតែមកទៀតយើងមកមើលដល់ការមើល hardware monitor ម្ដងយើង clear វាណាអូខេឥឡូវការមើល process របស់វាមាន show process មុនដំបូងគឺ top យើងទៅសេ top ទៅទេមកហើយតែវារៀងពិបាកមើលបន្តិចវាមិនសូវស្អាតទេអញ្ចឹង control C មកដើម្បីចូល command ថ្មីនេះគឺយើង install htop process អាហ្នឹង
សម្រាប់តែអ្នកអ្នកដែលសរសេរ sudo update ហើយ sudo upgrade ហើយបើតន់ទេយើងអាចសរសេរនឹងទុកឲ្យបានយើងសរសេរ sudo install បានឥឡូវយើងសរសេរ sudo apt update 123ចាំផ្លែទៅហើយបើយើង success ហើយយើងសរសេរមកយើងដាក់ upgrade មួយទៀតយ៉ាហើយអ្នកនរគ្នាចាំផ្លែតិចទៀតទៅយើងទៅអូខេទៅតាមទៀតយើងទៅមក sudo apt install desktop word ហើយយើងសរសេរ desktop មកដល់នេះវាជា visual របស់វាយើងល្អមួយជាងមុនហើយនេះគឺជា header content ហើយយើងនេះមកវានេះចុចបានហើយតមកទៀតយើងមកមើលចំណុចទី3គឺ disk space អញ្ចឹងយើងដើម្បីមើលវាគឺយើងអាចដាក់ df ឬ dfa មកយើងសរសេរ df ឃើញកន្លែងនេះវារៀងពិបាកមើលលេខហ្នឹងអត់អាហ្នឹងដោយសារតែយើងទៅ df បើយើងដាក់ h ហ្នឹងវាងាយស្រួលអាននេះវាប្រហែលជាសាយយើងស្រួលមើលវិញតាមមកទៀតយើងមើលចំណុច RAM ម្ដង free ហើយតាមទៀតយើង free ដាក់អីនេះនៅក្បាច់វាសាយមើលពី bit តាមមកទៀតយើងមកមើល list block device ឬ storage device យើងប្រើ command នេះមកដើម្បីចូលមើលls elk នេះ storage device របស់យើងតាមមកទៀតយើងមកមើលទី6គឺការវិធី stop broadcast យើងសេ clear ដក9ហ្នឹងនេះថា now ហើយ PID អីជា PID PID ហ្នឹងគឺចង់ដឹង PID យើងមកបើកមើល htop ណានេះ PID គឺជាលេខ PID ហ្នឹងគឺ PID ដែលជាលេខដែលយើងអាច stop បានដល់បើយើងចង់stop វាឥឡូវយើងចង់សាក test stop ឥឡូវយើងបើកមើល យើងបើក PowerShell មួយទៀតមកហើយយើងដាក់pin 8កំពុង run ហើយគឺមានកំពុង run ហើយយើងបើកhtop ហើយយើង search នេះយើងអាចវាយ command បានតែយើងវាយដៃមកទៅគឺ pin នេះ pin 888លេខរបស់វាគឺនេះលេខ pin របស់វាហើយយើងទៅមើលមក3ហើយហើយយើងទៀតណាយើងទៅសេ kill .snan ហើយយើងបើកមើល command យើងណាចាត់ហ្នឹងនេះវាដាក់ kill វាបញ្ចប់ command ហ្នឹងយកមកហើយមួយទៀតគឺយើងចំណុចcommand ចុងក្រោយគឺ reboot server យើងប្រើ sudo shutdown តែយើងថែម-r ហើយ now ណា sudo shutdown -r now ពេលយើងវាយហ្នឹង visual នេះនឹងវា restart របស់វាហ្នឹងបាទតែហើយនៅពេលយើងដាច់ស្បែកផ្កាយអីហ្នឹងនឹងប្រើនឹង
ហើយយើងវីដេអូនេះចាប់ប៉ុណ្្នឹងឯងសូមអរគុណសូមជំរាបលា
Vì số này từng ở phía thay này nhưng mà một bậc hai thì ca vay comment và cái user hay nó delete user và lấy cái màu ta ở bậc ca user delete user đó mà các bậc ca user làm bên bậc ca user bán nhưng thời sẽ từ đủ user add hay mua một việc từ đủ user add and then ដើម្បី check តើយើងបានបង្កើត user ហ្នឹងហើយយើងអាចប្រើ cat /etc/password nhà ở kia là bạn thuê nhờ user ដែលបានបង្កើតហើយហើយតែមកទៀតវិធីដើម្បី delete user ដើម្បី delete បានគឺធម្មតាទេយើងសរសេរ user delete ចង់ដឹងថាវាបាត់ហើយយើងដាក់ cat etc password ហ្នឹងមកហើយnóឃើញគ្នានឹងបាត់ហើយ តែមកទៀតយើងមកពីទី2គឺការ create ហើយនឹង delete home dictionary ដើម្បីធ្វើវាបានយើងដើម្បី add dictionary បានយើងចូលមកសរសេរ sudo user add dot test កន្លែងដកនេះជាកន្លែងដែលបង្កើត dictionary ហើយនេះយើងបង្កើត user ហ្នឹងជាមួយគ្នាតែម្ដងមើលអញ្ចឹងយើងអត់ដឹងទេអញ្ចឹងយើងឆាក test cat មក testing ឥឡូវដើម្បីដឹងថាយើងបានបង្កើត dictionary ហ្នឹងអត់យើងដាក់មក cd/home ហើយយើង ls មកដើម្បីដឹងថាតើ testing នេះបានបង្កើតមកអត់ឥឡូវ testing បានបង្កើតមកហើយអញ្ចឹងយើងវិធី delete វាម្ដងនៅពេលដែលយើងបង្កើត dictionary ទាំង user យើងត្រូវ delete វាផ្សេងគ្នាអញ្ចឹង delete user ផ្សេងហើយ delete dictionary ផ្សេង delete user គឺប្រើ command ដដែលទេតែឥឡូវយើងមកបញ្ចូលពី delete dictionary ទៅឥឡូវយើងប្រើមកគឺឥឡូវយើងចេញពី cd នេះណាពី d នោះចេញហើយឥឡូវយើងយក user នឹងចោល sudo user delete testing ហើយយើងមើលបាត់អត់នេះបាត់ testing បាត់ហើយតមកទៀតយើង delete dictionary របស់វាម្ដង sudo rm dotតមកទៀត /home ហើយ /username ហ្នឹងណា testing ហើយវានឹងលុបទាំងអ្វីដែលនៅក្នុងហ្នឹងប្រាប់ពីក្នុងហ្នឹងរបស់វាទៀតហើយយើង check មើលតើយើងបាន delete អត់ដាក់ cd home /home មក ls អញ្ចឹងបាត់ហើយមកឥឡូវយើងមកដល់ទី3ម្ដងគឺការបង្កើត user shell ដើម្បីបង្កើត user shell គឺយើងគ្រាន់តែវាយ command តាមហ្នឹងណាមុនដំបូងគឺយើងសរសេរ sudo អ្វីនៅយើងចេញពីកន្លែងហ្នឹងទៅ cd ហ្នឹង sudo user add /s កន្លែងនេះមានពីរ command យើងត្រូវបង្កើតតែ user សុទ្ធទេយើងគ្រាន់តែដាក់យើងមិនបាច់ចាំដាក់ដក m ទេដក m ហ្នឹងដើម្បីបង្កើត dictionary ហើយអញ្ចឹង command ពីរហ្នឹងដូចតែគ្នាគ្រាន់តែមួយបង្កើតតែ user មួយទៀតដាក់ add dictionary ចូលដែរអញ្ចឹងឥឡូវតែខ្ញុំវាយ s bin ណាហើយ username ហើយយើង check cat មក gcc /password នេះយើងឃើញមាន shell របស់វាឥឡូវបើចង់ដឹងខុសគ្នាមិនយើងបង្កើត user មួយហ្នឹងតាមតែ sudo user add password
nên là thế là khơi việc học nghề ní viên nhân tá là ní viên còn được phẩm biến hỏi chị ấy lấy mà ta mà tiết dương đo chừng là tỷ buồn cái ca và ca user đại lừa mà học ở viên ở ao dương ở đặt description trên kia chắc làm bài vừa việc bán nhưng ở trên nó từ ngữ add user đó username đây username nhân á chẳng mình 4 cái ao dương đặt password để đặt má một chị bày đó từ càng thay vì ai thay vào đồng tiền ai kia đang ai bên nhờ form dường như trong đại các bạn đây ai tan đang tới nhà rằng nhà bán thấy nhà là như không cai còn nhiệt màn đề tiếng dương đại gia tới được job gì tiếng dương check mười mới thay dương bằng cài dot cat start etc password name user lấy dân tầm mơ nơi lại home mình cd home cd home ok cd nhé home tầm mà tiết dương mơ ở lại mình user này rồi và tầm mà tiết dương nó vào bà hàng chỉ ca switch user ca switch user nít tùa tế dương cd vì tên nó đã từ đủ mua máu đã user này dương đặt password nào nữa phụ trạng ái user này thì làm giữ lý dương nơi nặng lại dương cd với tình anh nó thì đập giữ lý user lấy dân tới Twitter user đam miền bên thư ngữ server nhưng password dương máu nhưng cd mình chương trình thì cái này nào hay dân đặt map hữu em ai và khi đập giữ lý nó ta nói như là bên thế không bảo tồn là bàn để mượn